សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកសិក្សាអំពីឧស្សាហជាតិបន្តទៀតបាទអញ្ចឹងថ្ងៃមុនយើងបានសិក្សាទូទ្រោះអំពីឧស្សាហជាតិរបស់ប្រទេសកម្ពុជាទាំង11បាទអញ្ចឹងឈ្មោះទាំង11គឺខ្ញុំបានរៀបរាប់នៅក្នុងវីដេអូមុនរួចមកហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំលើកយកឧស្សាហជាតិមួយនៅក្នុងចំណោម11មកនិយាយលម្អិតបន្ថែមគឺឧស្សាហជាតិព្រះមុនីវង្សបូកគោឧស្សាហជាតិព្រះមុនីវង្សបូកគោគឺស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពតខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុដោយយោងតាមអនុក្រឹត្យលេខ88ចុះថ្ងៃទី20ខែឧសភាឆ្នាំ2011បាទនិងអនុក្រឹត្យលេខ162ចុះថ្ងៃទី17ខែកក្កដាឆ្នាំ2023ស្ដីអំពីការកែប្រែលក្ខខណ្ឌមួយចំនួនបាទហើយបើសិនបើលោកអ្នកគិតថាវីដេអូនេះមានសារៈសំខាន់សូមជួយ share ចែករំលែកទៅសូមកុំភ្លេចជួយ like page និង follow ឬក៏ subscribe channel YouTube របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទសូមអរគុណសូមជម្រាបលា